សួស្តីនេះគឺជាវីដេអូបង្ហាញអំពីតួនាទីនៃរេស្តង់និងដំណើរការនៃការតចំណុចនេះយើងឃើញថារេស្តង់ដូចកន្លែងប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងច្រកនៃឡានឬក៏រថយន្តចេញចូលប៉ុន្តែនៅក្នុងកន្លែងត្រួតពិនិត្យហ្នឹងផ្លូវអត់ដែលធំទូលាយទេសម្រាប់ការត្រួតពិនិត្យត្រូវឲ្យឡាននីមួយៗឆ្លងកាត់ឬក៏ត្រួតពិនិត្យបានចំណុចនេះឧបមាថាបើសិនជាយើងផ្សាយជាមួយនឹងលក្ខខណ្ឌសេរី លក្ខខណ្ឌសេរីបានន័យថាប៉ុស្តិ៍ត្រួតពិនិត្យរបស់គេគឺមាន2ទីតាំងតែបន្តកន្ទុយគ្នា3 4 5យើងអាចបានជាមួយនឹងលក្ខខណ្ឌនៅក្នុងនេះតជាសេរីបូកមើលជា sequence resistance គឺ4តជាសេរីបែបនេះជាងការត្រួតពិនិត្យនៅក្នុងជាមួយនឹងខ្សែចរន្តរត់កាត់ខ្សែចម្លងដូចជាឡានអញ្ចឹងឡានត្រូវការត្រួតពិនិត្យនៅក្នុងទីតាំងទី1ទី2 3ទី4ព្រោះតួនាទីរបស់ resistance ការកំណត់លំហូរចរន្តឆ្លងកាត់ក្នុងដងហើយការកំណត់នោះគឺត្រូវតែស្មើភាពអញ្ចឹងឧទាហរណ៍ថាខ្ញុំមិនតជាសេរីទេខ្ញុំតជាខ្នែងមួយសាអញ្ចឹងខ្នែងបានន័យថាគឺការកត់កំណត់ដដែលតែមិនប៉ុស្តិ៍ពីរទន្ទឹមគ្នាតាំងតែមួយអញ្ចឹងឧបមាថាបើមាន3 4យើងឃើញថាជាមួយនឹងដំណើរការបែបនេះស្តៀងជាមួយនឹងអឺ ការត្រួតពិនិត្យនៅក្នុងដំណើរការនៅផ្លូវល្បឿនលឿនដែរតែឧបមាថាបើការត្រួតពិនិត្យនោះមានការត្រួតពិនិត្យពីរបេតុងចំណុចនេះបានន័យថាខ្នែងផងសេរីផងខ្នែងផងសេរីផងអញ្ចឹងនេះគឺជាការបង្ហាញជាមួយនឹងលក្ខណៈពន្យល់អំពី resistance ហើយនឹងការត្រួតពិនិត្យនៅក្នុងលំហូរចរន្តក្នុងខ្សែចម្លងដោយប្រៀបធៀបជាមួយនឹងដំណើរការនៃការត្រួតពិនិត្យនិងចែកបាននៅតាមតំបន់មួយចំនួនសូមអរគុណសូមជម្រាបលា